បន្ទាប់ពីការបញ្ចប់ FIFA World Cup 2026 ពិភពបាល់ទាត់ទាំងមូលកំពុងសួរសំណួរមួយដ៏ធំតើអនាគតរបស់ Lionel Messi និង Cristiano Ronaldo នឹងទៅជាយ៉ាងណាកីឡាករទាំងពីរដែលត្រូវបានគេចាត់ទុកថាជា GOAT ឬ The Greatest of All Time ដែលគ្រប់គ្រងពិភពបាល់ទាត់អស់រយៈពេលជាង20ឆ្នាំគាត់បានឈ្នះពានរង្វាន់រាប់មិនអស់បំបែកកំណត់ត្រាជាច្រើននិងបង្កើតការប្រកួតប្រជែងដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ The World Cup 2026 Lionel Messi បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឈានដល់វគ្គផ្ដាច់ព្រ័ត្រមុនពេលចាញ់អេស្ប៉ាញក្នុងការប្រកួតដ៏តានតឹងមួយទោះបីមិនអាចលើកពានបានក៏ដោយ Messi បានបង្ហាញថាគាត់នៅតែជាកីឡាករលំដាប់ពិភពលោកទោះមានអាយុ36ឆ្នាំក៏ដោយក្រោយ World Cup គាត់បានសម្រាកពីការប្រកួត MSL All-Star Game ដើម្បីស្ដារកម្លាំងមុននឹងត្រឡប់ទៅជួយ Inter Miami វិញ Messi មិនត្រឹមតែជាតារារបស់ Inter Miami ប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យ MSL ទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោកផងដែរការមកដល់របស់គាត់បានបង្កើតអ្វីដែលមនុស្សជាច្រើនហៅថា Messi Effect ដែលជួយលើកកម្ពស់ប្រជាប្រិយភាពរបស់លីកអាមេរិកយ៉ាងខ្លាំងប៉ុន្តែសំណួរដែលអ្នកគាំទ្រជាច្រើនចង់ដឹងគឺតើ Messi នឹងបន្តលេងរហូតដល់ពេលណាបច្ចុប្បន្នគាត់នៅតែជាកីឡាករសំខាន់របស់ Inter Miami ហើយនៅតែបង្ហាញទម្រង់លេងដ៏អស្ចារ្យទោះជាយ៉ាងណាក៏ដោយដោយសារអាយុកាន់តែច្រើនការចូលនិវត្តន៍អាចកាន់តែខិតជិតមកដល់ខណៈពេលដែល Cristiano Ronaldo ក៏បានបញ្ចប់ World Cup ទី6ក្នុងអាជីពរបស់គាត់ផងដែរវាជាសមិទ្ធផលដែលកីឡាករតិចអាចធ្វើបាន Ronaldo បានបន្តដឹកនាំបទពិការក្នុងការប្រកួតធំៗហើយនៅអាយុ41ឆ្នាំគាត់នៅតែអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់ World Cup 2026ត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកការបង្ហាញខ្លួនចុងក្រោយរបស់ Ronaldo ក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតនេះនៅក្លឹប Al Nassr Ronaldo នៅតែបន្តបំបែកកំណត់ត្រាគាត់នៅតែមានគោលដៅធំមួយគឺការឈានដល់ 1000 គ្រាប់ក្នុងអាជីពសមត្ថភាពនិងការថែរក្សារាងកាយរបស់គាត់មានអ្វីដែលមិនអាចទៅរួចនោះឡើយនៅពេលនេះអ្នកគាំទ្របាល់ទាត់ជាច្រើនកំពុងពិភាក្សាថាតើអ្នកណានឹងចូលនិវត្តន៍មុន Messi ឬ Ronaldo Messi ហាក់ដូចជាផ្ដោតលើការរីករាយជាមួយបាល់ទាត់និងជីវិតគ្រួសារខណៈ Ronaldo នៅតែមានមហិច្ឆតាខ្ពស់ក្នុងការបំបែកកំណត់ត្រាបន្ថែមទៀតប៉ុន្តែបើថាពួកគេចូលនិវត្តន៍នៅពេលណាក៏ដោយអ្វីដែលប្រកបនោះគឺពួកគេបានផ្លាស់ប្ដូរប្រវត្តិសាស្ត្របាល់ទាត់ជារៀងរហូត Messi បានផ្ដល់ភាពអស្ចារ្យតាមរយៈបច្ចេកទេសនិងការបញ្ជូនបាល់និងភាពច្នៃប្រឌិត Ronaldo បានបង្ហាញពីការខិតខំប្រឹងប្រែងវិន័យនិងសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យការប្រកួតប្រជែងរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្ររាប់ពាន់លានអ្នកជុំវិញពិភពលោករីករាយអស់រយៈពេលជាង2ទសវត្សរ៍មកហើយនៅពេលដែល Messi និង Ronaldo ចាក់ចេញពីទីលានបាល់ទាត់សំណួរថ្មីមួយនឹងកើតឡើងតើអ្នកណានឹងក្លាយជាស្ដេចថ្មីតើ Kylian Mbappe Erling Haaland Lamine Yamal ឬ Jude Bellingham អាចស្នងតំណែងពី GOAT ទាំងពីរបានដែរឬទេមិនថាចម្លើយជាអ្វីក៏ដោយសម័យ Messi និង Ronaldo គឺជាសម័យដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពបាល់ទាត់ហើយអ្នកគាំទ្រទាំងអស់មានសំណាងដែលបានរស់នៅក្នុងយុគសម័យដែលបានឃើញកីឡាករដ៏អស្ចារ្យទាំងពីរនេះលេងបាល់ទាត់ចុះអ្នកវិញតើអ្នកគិតថា Messi និង Ronaldo គួរបន្តលេងប៉ុន្មានឆ្នាំទៀតហើយអ្នកណានឹងក្លាយជា GOAT បន្ទាប់សូមបញ្ចេញមតិខាងក្រោម